សួស្តីទាំងអស់គ្នាខ្ញុំសងថ្ងៃនេះយើងមកបន្តសាច់រឿងយើងតនៃរឿង Ultimate កាយចាស់ដែលជាភាពបន្តចឹងកុំឲ្យរងចាំពេលយូរតោះការសមុនណៃមៀវេទមន្តដែលបើកទ្វារទៅកាន់ពិភពលោកផ្សេងទៀតហើយការកោះហៅសត្វចម្លែកដ៏មានអំណាចដែលបង្កអតិភិបដល់មនុស្សទាំងអស់វេទមន្តហាមឃាត់ខ្ពស់បំផុតម៉េចអេមីលីអាចប្រើវាបានតាមម្ដងគត់ក្នុងមួយថ្ងៃសត្វចម្លែកទាំងនោះមានអំណាចខ្លាំងរហូតដល់មិនស្គាល់លក្ខណៈរបស់វាសូមគិតថាវាដូចជាការលេងជាមួយភ្លើងសត្វចម្លែកណៃមៀយ៉ាងហោចណាស់មាន level 9000ខ្ញុំបានសម្លាប់ពួកគេជារៀងរាល់ថ្ងៃរហូតដល់ខ្ញុំបានសម្រេចគោលដៅដល់ level 9999ហើយអរគុណចំពោះជំនួយរបស់អ្នកអបអរសាទរឡាយវាមានរយៈពេល2ឆ្នាំហើយចាប់តាំងពីខ្ញុំត្រូវបានគេក្បត់ហើយបោះចូលទៅក្នុងផ្នែកជ្រៅបំផុតនៃអាប៊ីមែនហើយមនុស្សគ្រប់គ្នាកំពុងធ្វើការយ៉ាងលំបាកលើគម្រោងនេះតើកន្លែងរស់នៅសម្រាប់អ្នកដែលត្រូវបានកោះហៅម្នាក់យ៉ាងម៉េចដែរតើវាស្ទើរតែរួចរាល់ហើយឬនៅបញ្ហានៅតែមានជាមួយនឹងការចេញទៅទីនោះទោះបីជាកម្លាំងប្រយុទ្ធរបស់យើងកំពុងកើនឡើងក៏ដោយហើយខ្ញុំទើបតែឮពីគោលយើងនៅតែមានបញ្ហាក្នុងការចាក់ចេញផ្លូវទាំងអស់ពីជាន់350បានคล้ายទៅជាជាប់គាំងខ្ញុំមិនបានរំពឹងទុកថាប៊ីនោះជាគុកងងឹតដ៏ធំនិងស្មុគស្មាញបែបនេះទេកន្លែងដែលខ្ញុំស្ទើរតែត្រូវឆ្កែចចកសម្លាប់ខ្ញុំគិតថាវានៅចំកណ្ដាលគុកងងឹតហើយខ្ញុំគិតថាផ្នែកខាងលើគឺដូចគ្នានឹងផ្នែកខាងក្រោមដែរសំទោសចំពោះការជិះជ្រែកឡើយមានតែរឿងមួយគត់គឺបើសិនបើអ្នករកផ្លូវចេញមិនឃើញទេវាគ្មានចំណុចអ្វីដែលត្រូវបន្តទៅមុខទៀតទេទីបំផុតខ្ញុំទទួលបានការគ្រប់គ្រងលើអាប៊ីហើយគុកងងឹតទាំងមូលស្ថិតនៅក្នុងដៃរបស់យើងវាជាកិត្តិយសមួយល្អណាស់ធ្វើបានល្អណាស់អេមីលីនេះជាដំណឹងល្អណាស់អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចធ្វើរឿងនេះបានតើអ្នកចង់មានន័យថាម៉េចវាមានរយៈពេលជាង1ឆ្នាំហើយអរគុណណាស់សូមទោសចំពោះការរងចាំខ្ញុំពិតជារីករាយណាស់ដែលបានបម្រើអ្នកឡាយខ្ញុំពិតជារីករាយណាស់វាជាកិត្តិយសមួយបន្ទាប់ពីពេលវេលាទាំងអស់នេះយើងអាចចេញទៅខាងក្រៅបានហើយឥឡូវនេះយើងអាចប្រើប្រាស់កាតទូរគមនាគមន៍បានដោយសុវត្ថិភាពនេះនឹងដោះស្រាយបញ្ហារបស់យើងក្នុងការឡើងដល់ផ្ទៃទឹកខ្ញុំឆ្ងល់ថាតើខ្ញុំអាចអាត្មានិយមបន្តិចបានទេដោយមានជំនួយពីការអាជីវកររបស់អ្នកយើងអាចទទួលបានព័ត៌មានដ៏មានតម្លៃពីទីក្រុងផ្សេងទៀតតើអ្នកចង់មានន័យថាម៉េចដើម្បីជួបគ្រួសារខ្ញុំឆ្ងល់ថាតើពួកគេយ៉ាងម៉េចដែរខ្ញុំចង់ឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងភូមិកំណើតរបស់ខ្ញុំក្រៅពីនេះបំណងប្រាថ្នារបស់អ្នកគឺជាបំណងប្រាថ្នារបស់យើងដែរវាជាបំណងប្រាថ្នារបស់អ្នកក្នុងនាមជាមនុស្សឡាយវាមិនមែនជាភាពអាត្មានិយមទេលើពីនេះខ្ញុំក៏ចង់ជួបម៉ាក់ប៉ារបស់ឡាយដែរខ្ញុំចង់និយាយជាមួយពួកគេអំពីឡាយខ្ញុំយល់ហើយលើពីនេះយើងមិនត្រូវបានបង្ហាញមុខមាត់របស់យើងឬផែនការសងសឹករបស់យើងអាចនឹងបរាជ័យដំបូងអ្នកត្រូវតែរៀនពីរបៀបប្រព្រឹត្តខ្លួនឯងបន្ទាប់មកខ្ញុំនឹងមិនណែនាំអ្នកទៅជាមួយខ្ញុំទេប្រសិនបើអ្នកមិនចង់ឲ្យគេឃើញទេនោះមិនមែនជាបញ្ហាទេខ្ញុំយល់ហើយមិនអីទេខ្ញុំនឹងនិយាយជាមួយប៉ាម៉ារបស់អ្នកនៅពេលផ្សេងទៀតខ្ញុំនឹងទៅជាមួយអ្នកដើម្បីមើលភូតរបស់អ្នករស់នៅប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងទៅជាមួយអ្នកដើម្បីការពារអ្នកតោះចេញទៅខាងលើនេះហើយមើលថាមានអ្វីកើតឡើងជាមួយគ្នាអរគុណណាស់អ្នកទាំងពីរខ្ញុំខ្មាស់អៀនណាស់ប្រសិនបើចេញទៅក្រៅជាសាធារណៈក្នុងរោមនោះរងចាំរហូតដល់ខ្ញុំបដូរខ្ញុំចង់ស្លៀករោមមួយទៀតឡាយហេតុអីបានជាវាសំខាន់ឡាយសួស្ដីពួកយើងនឹងធ្វើអាវធំមួយសម្រាប់ការធ្វើដំណើររបស់អ្នកតើដំណើរសងព្រេងអេធីងក៏ជាអ្វីនៅពេលដែលអ្នកមិនត្រូវយកចិត្តទុកដាក់ដំណើរសងព្រេងស្មារល្បីក្នុងករណីនេះយ៉ាក្រៅពីនេះអាយូគីអ្នកក៏ស្លៀកពាក់ស្អាតជាងធម្មតាដែរក្រុមគ្រួសារនិងទីក្រុងរបស់ព្រះអង្គម្ចាស់ខ្ញុំចង់ជួបពួកគេដែរតើអ្នករាល់គ្នាត្រៀមខ្លួនហើយឬនៅរួចហើយលោកម្ចាស់ការពិតណាស់គ្មាននរណាម្នាក់អាចមើលឃើញសញ្ញាសម្គាល់នេះទេហើយគ្មាននរណាម្នាក់អាចធ្វើសកម្មភាពលើវាបានទេលើកលែងតែម្ចាស់របស់វាប៉ុណ្ណោះដើម្បីប្រើប្រាស់វាអ្នកត្រូវដាក់សញ្ញាសម្គាល់នៅកន្លែងដែលអ្នកបានទៅរួចហើយឥឡូវនេះយើងនឹងប្រើការ teleport ដោយសារយើងត្រូវប្រើផ្លូវចេញដែលមានសុវត្ថិភាព
ហើយនេះជាកន្លែងដែលយើងបានកោះហៅថ្ងៃមាសហើយផ្លូវចេញនឹងជាកន្លែងដែលខ្ញុំត្រូវបានគេក្បត់និងព្យាយាមសម្លាប់យើងបានជ្រើសរើសតំបន់ធំមួយសម្រាប់រឿងនោះដូច្នេះតោះទៅផ្ទៃខាងលើមិនអីទេឡាយមេឃខ្ពស់ណាស់វាពិតជាអស្ចារ្យមែនភ្នែកខ្ញុំតោះហោះហើរវាមានពន្លឺថ្ងៃនិងស្រស់ស្អាតណាស់នៅជុំវិញអាពីនៅពេលដែលការផ្ទេរត្រូវបានប្រើការលួចលាក់នឹងបាត់ទៅយើងជិតដល់ហើយតើមានអ្វីកើតឡើងទេខ្ញុំមិនជឿទេឡៃតើមានអ្វីកើតឡើងហេតុអីទៅហេតុអីប្រកបណាស់ថានេះជាភូមិរបស់ខ្ញុំមែនទេតើមានអ្វីកើតឡើងតើអ្នកណាតែកំទេចភូមិរបស់ខ្ញុំ